ជំរាបសួរបបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងអាចទៅជួបគ្នានៅ Start Olympic បានគឺយើងបានទាំងទស្សនាបាល់ទាត់យើងបានទាំងជួយដល់ជនភៀសសឹកដែលកំពុងតែជួបនៅការខ្វះខាតតោះយើងចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនវគ្គផ្ដាច់ព្រាត់ថ្នាក់ខេត្តបាទនៅម៉ោង10ព្រឹកនេះគឺចាប់ផ្ដើមមានលក់សម្បត្តិតទៅហើយបាទហើយនៅវេលាម៉ោង3:30នាទីរសៀលគូដណ្ដើមចំណាត់ថ្នាក់លេខ3គឺភ្នំពេញ Galaxy ប្រកួតជាមួយសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំបាទនឹងម៉ោង3:30នាទីហើយម៉ោង6:30នាទីគឺគូជើងឯកតែម្ដងថ្នាក់ខេត្តថាតើបានទៅលើក្រុមណាគឺ Lion King ខេត្តសៀមរាបប្រកួតជាមួយនឹងមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមអញ្ចឹងពីប្រកួតជាប់គ្នានៅវេលារសៀលនេះសូមអញ្ជើញបងប្អូនប្រុសប្អូនស្រីក្មួយប្រុសក្មួយស្រីទៅ Start Olympic ទាំងអស់គ្នាទៅទស្សនាពីប្រកួតជាប់គ្នាថាតើពានរង្វាន់ថ្នាក់ខេត្តលេខ1លេខ2លេខ3លេខ4បានទៅលើក្រុមណាតែសំខាន់គឺយើងបានជួយនៅក្នុងកិច្ចការដែលយើងមានតម្រូវការចំពោះមុខនេះបាទអញ្ចឹងបានមានការប្រកាសហើយសម្បត្តិមានលក់នៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកនៅថ្ងៃនេះបាទថ្ងៃអាទិត្យទី21ខែធ្នូឆ្នាំ2025បាទចាប់ពីម៉ោង10ព្រឹកតទៅថវិកាដែលទទួលបាននឹងរៀបចំជាស្បៀងដើម្បីជូនប្រជាជនភៀសសឹកនៅតាមបណ្ដោយព្រំដែនខ្ញុំគឺជាអ្នកអត្ថាធិប្បាយទាំងពីរគូនេះបាទនៅវេលារសៀលនេះដែលធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ហើយបន្ទាប់ពីធ្វើការអត្ថាធិប្បាយរួចហើយបាទខ្ញុំក៏រៀបចំដើម្បីចុះទៅតាមបណ្ដាខេត្តដោយសពដងដែលខ្ញុំបានធ្វើដែរបាទដើម្បីរួមចំណែកបាទនៅក្នុងការផ្ដល់នៅអ្វីដែលអាចធ្វើបានជូនទៅដល់បងប្អូននៅតាមព្រំដែនអញ្ចឹងសរុបមកវិញថ្ងៃអាទិត្យទី21ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង3:30នាទីរសៀលតទៅគឺការប្រកួតវគ្គផ្ដាច់ព្រាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្តម៉ោង3:30នាទីមួយគូម៉ោង6:30នាទីមួយគូសូមទៅចូលរួមទាំងអស់គ្នាបាទ